2. បើចនាជាតិសាសនាព្រះមហាក្សត្រត្រូវសរសេរជាអក្សរឆ្លាក់មូលនៅពីក្រោមឈ្មោះប្រទេសដោយប្រើទំហំអក្សរតូចជាងទំហំអក្សរឈ្មោះប្រទេសមួយលេខ 3. រូបសញ្ញាគឺជារូបសញ្ញាជាផ្លូវការរបស់រដ្ឋបាលក្រុងស្រុករូបសញ្ញាត្រូវដាក់នៅចំកណ្ដាលរឹមខាងលើនៃទំព័រហើយត្រូវដាក់នៅទន្ទឹមនឹងរដ្ឋបាលក្រុងស្រុកដោយមិនឲ្យខ្ពស់ជាងឈ្មោះខេត្តឡើយ 4. ប្រភពគឺជាឈ្មោះរដ្ឋបាលដែលចេញដីកាប្រភពត្រូវសរសេរនៅរឹមទំព័រខាងឆ្វេងក្រោមបាចនាមួយបន្ទាត់ 5. លេខនិងអក្សរកាត់លេខរបស់ដីកាត្រូវសរសេរជាលេខខ្មែរមាន3ខ្ទង់ដោយចាប់ផ្ដើមពីលេខ001ហើយភ្ជាប់ជាមួយនឹងឆ្នាំនៃការចេញដីកាយកលេខ2ខ្ទង់ចុងក្រោយនៃឆ្នាំនិងអក្សរកាត់នៃដីកាលេខដីកាត្រូវចុះតាមឆ្នាំនីមួយអក្សរកាត់របស់ដីកានេះគឺដកបកមានន័យថាបង្កើតខាផ្នែកមូលបទផ្នែកមូលបទរួមមាន6ចំណងជើង7អង្គភាពចេញដីកា8យោងនិង9សម្រាប់6ចំណងជើងត្រូវសរសេរតាមលំដាប់លំដោយដូចទៅដីកាត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័ររំលងមួយបន្ទាត់ពីក្រោមលេខដោយបើទំហំអក្សរធំជាងទំហំអក្សរអត្ថបទ2លេខស្ដីពីត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័រពីក្រោមពាក្យដីកាដោយប្រើទំហំអក្សរធំជាងទំហំអក្សរអត្ថបទ1លេខតូចជាងពាក្យដីកា1លេខចំណងជើងនៃដីកាត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័រពីក្រោមពាក្យស្ដីពីដោយប្រើទំហំអក្សរធំជាងទំហំអក្សរអត្ថបទ1លេខទំហំអក្សរស្មើនឹងពាក្យស្ដីពី7អង្គភាពចេញដីកាត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័ររំលងមួយបន្ទាត់ពីក្រោមចំណងជើងនៃដីកាដោយប្រើទំហំអក្សរពន្ធនិងទំហំអក្សរអត្ថបទតូចជាងចំណងជើងនៃដីកា1លេខអង្គភាពចេញដីកាត្រូវសរសេរថាក្រុមប្រឹក្សាក្រុងស្រុកឈ្មោះរដ្ឋបាលដីកាដែលចុះហត្ថលេខាដោយប្រធានក្រុមប្រឹក្សាក្រុងស្រុក8យោងគឺជាឯកសារគតិយុត្តនានាដែលជាមូលដ្ឋាននៃការចេញដីកាយោងត្រូវសរសេរនៅរឹមខាងឆ្វេងរំលងមួយបន្ទាត់ពីក្រោមអង្គភាពចេញដីកាដោយចាប់ផ្ដើមពាក្យថាបានឃើញនៅពីមុខឯកសារយោងដាក់តាមឋានានុក្រមនៃលិខិតប្រធានគតិយុត្តជាគោលការណ៍ឯកសារយោងត្រូវមានឋានានុក្រមខ្ពស់ជាងឬស្មើនឹងដីកាដែលត្រូវដាក់ចេញនៅចុងក្រោយគេនៃយោងត្រូវសរសេរដូចខាងក្រោមបានទទួលការអនុម័តនៅក្នុងសម័យប្រជុំលើកទីរបស់ក្រុមប្រឹក្សា9សម្រាប់ត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័រពីក្រោមយោងដោយប្រើទំហំអក្សរធំជាងទំហំអក្សរអត្ថបទ1លេខកផ្នែកខ្លឹមសារ10ខ្លឹមសារជាទូទៅដីកាកែសម្រួលមានតែ3ប្រការប៉ុណ្ណោះខ្លឹមសារត្រូវប្រើទំហំអក្សរ11ឬ12និពន្ធអក្សរ Unicode ហើយត្រូវតាក់តែងដូចខាងក្រោមប្រការ1ត្រូវរៀបរាប់អំពីប្រការទាំងឡាយដែលត្រូវកែសម្រួលនិងចែងអំពីខ្លឹមសារកែប្រែថ្មីប្រការទាំងនោះរបៀបសរសេរលេខប្រការកែសម្រួលមានដូចខាងក្រោមកែសម្រួលលើកទី1ត្រូវសរសេរប្រការលេខថ្មីកែសម្រួលលើកទី2ត្រូវសរសេរប្រការលេខថ្មី2កែសម្រួលលើកទី3ត្រូវសរសេរប្រការលេខថ្មី3ប្រការ2ត្រូវចែងអំពីនារីកនៅប្រការទាំងឡាយដែលត្រូវបានកែសម្រួលប្រការ3ត្រូវចែងអំពីអ្នកដែលត្រូវទទួលបន្ទុកអនុវត្តដីកាកែសម្រួលនេះចាប់ពីថ្ងៃចុះហត្ថលេខាទៅឬចាប់ពីថ្ងៃទី2ឧត្តប្រការ3ត្រូវទទួលបន្ទុកអនុវត្តដីកានេះតាមភារកិច្ចរៀងខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាទៅឬចាប់ពីថ្ងៃទីឆ្នាំ2000ទៅផ្នែកបញ្ចប់រួមមាន11ទីកន្លែងនិងការបរិច្ឆេទ12មុខតំណែងហត្ថលេខី13ហត្ថលេខា14ត្រា15ឈ្មោះហត្ថលេខីនិង16កន្លែងទទួល11ទីកន្លែងនិងការបរិច្ឆេទគឺជាឈ្មោះទីកន្លែងនិងថ្ងៃខែឆ្នាំនៃការចេញដីកាហើយត្រូវសរសេរនៅរឹមខាងស្ដាំនៃទំព័រពីក្រោមបន្ទាត់ចុងក្រោយនៃប្រការចុងក្រោយចន្ទគត់នៅបន្ទាត់ទី1និងសូរិយចុះបន្ទាត់នៅជួរទី2ឲ្យស្មើជួរបន្ទាត់ទី1 12មុខតំណែងហត្ថលេខីគឺជាឈ្មោះមុខតំណែងរបស់អ្នកដែលត្រូវចុះហត្ថលេខាលើដីកាហើយត្រូវសរសេរជាអក្សរឆ្លាក់មូលនៅប៉ែកខាងស្ដាំនៃទំព័រខាងក្រោមទីកន្លែងនិងការបរិច្ឆេទ13ហត្ថលេខីត្រូវចុះហត្ថលេខារបស់ខ្លួននៅចំកណ្ដាលនិងពីក្រោមមុខតំណែងហត្ថលេខីអ្នករៀបចំដីកាត្រូវទុកចន្លោះសមល្មមសម្រាប់ចុះហត្ថលេខា14ត្រាគឺជាត្រាផ្លូវការរបស់រដ្ឋបាលក្រុងស្រុកត្រាត្រូវបោះនៅផ្នែកខាងឆ្វេងជាន់ពីលើហត្ថលេខាប្រហែល1/3ត្រាមិនត្រូវបោះជាន់ពីលើហត្ថលេខាទាំងស្រុងឡើយ15ឈ្មោះហត្ថលេខីគឺជាឈ្មោះជាផ្លូវការរបស់អ្នកចុះហត្ថលេខាហើយត្រូវសរសេរឈ្មោះឬបោះត្រាឈ្មោះនៅខាងក្រោមហត្ថលេខាឈៀងខាងស្ដាំដោយមិនត្រូវឲ្យជាន់លើត្រារដ្ឋបាលឡើយ16កន្លែងទទួលគឺជាឈ្មោះអង្គភាពនានាដែលត្រូវទទួលដីកាដើម្បីជូនជ្រាបនិងប្រការចុងក្រោយនៃដីកាដែលទទួលខុសត្រូវអនុវត្តដីកាកន្លែងទទួលត្រូវប្រើទំហំអក្សរតូចជាងទំហំអក្សរអត្ថបទចំនួន2លេខ
ហើយត្រូវសរសេរនៅរឹមទំព័រខាងឆ្វេងខាងក្រោមមុខតំណែងហត្ថលេខីមួយបន្ទាត់ចុងក្រោយគេនៃកន្លែងទទួលគឺត្រូវសរសេរថាឯកសារកាបវគ្គ 4.1 1.11 ការតាក់តែងដីការលុបចោលទម្រង់ទូទៅនៃដីការលុបចោលមាន4ផ្នែកគឺផ្នែកក្បាលផ្នែកមូលបត់ផ្នែកខ្លឹមសារនិងផ្នែកបញ្ចប់ទម្រង់ 4.3 ដីការលុបចោលខផ្នែកក្បាលរួមមាន1ឈ្មោះប្រទេស2បាចនា3រូបសញ្ញា4ប្រភពនិង5លេខនិងអក្សកាត់ហើយត្រូវសរសេរដូចខាងក្រោម1ឈ្មោះប្រទេសព្រះរាជាណាចក្រកម្ពុជាគឺជាឈ្មោះប្រទេសដែលកំពុងប្រើប្រាស់ជាផ្លូវការឈ្មោះប្រទេសត្រូវសរសេរជាអក្សរឆ្លាក់មូលនៅផ្នែកខាងលើរឹមទំព័រខាងស្ដាំដោយប្រើទំហំអក្សរធំជាងទំហំអក្សរអត្ថបទមួយលេខ